chẳng vậy thà dục mình nhắm bao giờ lột thoa sẽ đạp nâng của nhầm mỏng quỳ một việc còn đây ná quỳ thằng mục nâng này mỏng bay việc nhầm mỏng quỳ nâng hai đá ấy vì âm nhân thông khăn này tệ nhầm quỳ đạp thoa thòm ta dẹp đó là bê hói tầm mau bê nâng đại thà việc đáy á đáy tới chặt đào miền khăn đáy từ bê nóng nhau miền chặt lực phần nước sạc mà ở đăng phòng đấy nhầm cô thắng và thôi được cua bà thấyพวกខ្ញុំដើរទៅថយទៅគោះទ្វារហ្នឹងទៅគោះហើយខ្ញុំក៏អើតមើលតាមអាចន្លោះវាប៉ុណ្ណេះចន្លោះវាប៉ុណ្ណឹងដល់អើតមើលទៅឃើញមនុស្សដេកធ្លាក់ខោខ្លីត្រង់ផ្លឹងខ្ញុំថាអូយពូហែងមិនចាយទេនេះដឹងពូហែងមិនទេខ្ញុំពូហើយទេឯងហ្នឹងជួយមើលទៅចាប់ដល់ហើយគេក៏នាំគ្នាមកមើលទៅថាអូពូហែងស្លាប់បាត់ហើយពូហែងស្លាប់បាត់ហើយខ្ញុំពួកដឹងតែត្រឹមហ្នឹងដឹងតែត្រឹមមកពេលខ្ញុំមកធ្វើការម៉ោង2 កន្លះចេញពីហាងកាទៀវមកហ្នឹងបាទអនុញ្ញាតគោរពជម្រាបសួរប្រិមត្តទូរទស្សនិកជនជាទីមេត្រីដែលនិយមតាមដានទស្សនារកការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook ខណៈពេលនេះក៏នៅស្ថិតនៅក្នុងភូមិស្លែងរលើងស្ថិតនៅក្នុងសង្កាត់អូបៃក្អមខណ្ឌសែនសុខរាជធានីភ្នំពេញនៅរសៀលម៉ោង2ជាងបាទត្រូវនៅថ្ងៃទី26ខែមិថុនាឆ្នាំ2025នេះគឺមានរឿងនគរភ្ញាក់ផ្អើលមួយបានកើតឡើងដែលប្រជាពលរដ្ឋអ្នកនៅភូមិនេះគាត់បានប្រទះឃើញសពបរិសម្នាក់គឺបានដេកស្លាប់នៅក្នុងបន្ទប់ហើយមានសភាពហើមក៏ដូចជាមានឈាមហូរបាទយ៉ាងណាមិញយើងមិនទាន់ដឹងអំពីមូលហេតុនៃការស្លាប់របស់គាត់នៅឡើយទេរងចាំសមត្ថកិច្ចជំនាញកសលវិច័យរបស់ស្នងការដ្ឋានក៏បានរាជនាមពេញលោកធ្វើកសលវិច័យសិននឹងលម្អិតជូននៅពេលក្រោយទៀតសូមប្រិមិត្តតាមដានបន្តក៏ដូចជាទៅស្ដាប់ការផ្ដល់បទសម្ភាសន៍ពីវិជាពលរដ្ឋបាទពីលោកយាយម្នាក់ដែលគាត់បានទៅដាស់ហៅបរិសខាងលើក៏ប៉ុន្តែគាត់មិនឆ្លើយតបទេនៅពេលដែលលោកយាយបានអឺតមើលទៅក៏ឃើញថាគាត់បានមានសភាពហើមក៏ដូចជាមានឈាមផងដែរអញ្ចឹងសូមប្រិមិត្តតាមដានបន្តទៀតផងដែរបាទខ្ញុំក៏ខាងបថុយទៅគោះបាទហើយพวกខ្ញុំដើរទៅបថុយទៅគោះទ្វារហ្នឹងទៅគោះហើយខ្ញុំក៏អើតមើលតាមអាចន្លោះទ្វារប៉ុណ្ណេះចន្លោះទ្វារប៉ុណ្ណឹងដល់អើតមើលទៅឃើញមនុស្សដេកធ្លាក់ខោខ្លីត្រង់ផ្លឹងខ្ញុំថាអូយពូហែងមិនចាយទេនេះដឹងពូហែងមិនទេខ្ញុំពូហើយទេឯងហ្នឹងជួយមើលទៅចាប់ដល់ហើយគេក៏នាំគ្នាមកមើលទៅថាអូពូហែងស្លាប់បាត់ហើយពូហែងស្លាប់បាត់ហើយខ្ញុំពួកដឹងតែត្រឹមហ្នឹងដឹងតែត្រឹមមកពេលខ្ញុំមកធ្វើការម៉ោង2 កន្លះចេញពីហាងកាទៀវមកហ្នឹងហ្នឹងខ្ញុំដឹងតែត្រឹមហ្នឹងលេខពេលយើងទៅគោះមានធំក្លិនចេញមកខាងក្រៅចង់និយាយថាចេះពេលដែលយើងទៅគោះចង់និយាយថាយកមិញហ្នឹងខ្ញុំបើកលោកធွာស្ដាប់ហ្នឹងក៏ខ្ញុំមកអង្គុយមកទ្វារគាត់ដែរណាអង្គុយខាងមុខហ្នឹងដែរម៉ោង3គឺខ្ញុំមកអង្គុយហ្នឹងហើយដល់ហើយវាអត់មានធំក្លិនអីទេខ្ញុំអង្គុយស្ដាប់ធွာធម្មតាចាប់ដល់ដល់ពេលហើយទៅមកពេលហ្នឹងដែលថាវាក្តៅទៅក្តៅទៅចាប់ដើមមានក្លិនដល់ទៅពេលហ្នឹងខ្ញុំមានចាប់ក្លឹបហ្នឹងស្លាប់ណាអត់ដឹងផងនិយាយឯសន្និដ្ឋានមកការស្លាប់របស់គាត់រយៈពេលប្រហែលថ្ងៃនេះបើស្លាប់របស់គាត់ស្លាប់បែរជាថ្ងៃសិលមិនស្គាល់មិញបាទតុងមួយថ្ងៃ2ថ្ងៃហ្នឹងថ្ងៃព្រោះអីថ្ងៃសិលគាត់ធ្លាប់ចេះថ្ងៃសិលពេលខ្ញុំចេញមកសែនគាត់ប្រាប់ខ្ញុំថាយាយបើសិនតែគាត់ប្រាប់ខ្ញុំពីងាចាគាត់ថាបើថ្ងៃសិលហ្នឹងយាយឯងទៅសែនយាយឯងទិញគ្រាប់ស្គរឲ្យខ្ញុំផងគាត់ថាអញ្ចឹងណាទិញគ្រាប់ស្គរឲ្យខ្ញុំសែនផងដល់ទៅពេលខ្ញុំក្រោកឡើងខ្ញុំសែនថ្ងៃសិលហើយដល់សែនថ្ងៃសិលហើយខ្ញុំឆ្ងល់ថាគាត់ឲ្យខ្ញុំទិញគ្រាប់ស្គរចុះហេតុអីបានកតុបនឹងអត់ក្រោកអញ្ចឹងហើយខ្ញុំតាំងខ្ញុំមកហ៊ានគួរទ្វារក្រែងលោកគាត់ដេកលក់អីចឹងណាអស់កម្លាំងអីដេកលក់អញ្ចឹងហើយណាមួយនិយាយទូរស័ព្ទពីយប់ផងខ្ញុំក៏អត់ហ៊ានគួរទ្វារខ្ញុំជិះកង់ទៅធ្វើការទៅមិនថាមិញហ្នឹងត្រូវគាត់ស្លាប់តាំងពីម្សិលមិញហ្នឹងអញ្ចឹងមានន័យថាបន្ទាប់ពីលោកយាយឮសំឡេងគាត់និយាយទូរស័ព្ទជាមួយសង្សារគាត់កាលពីយប់ហ្នឹងហើយបាត់ដំណឹងគាត់ឈឹងបាត់ពីបន្ទប់ស្ងាត់ឈឹងតែម្ដងគាត់និយាយទូរស័ព្ទហើយមានលេខនៅខ្ញុំធ្លាប់ទេកោះចោលអញ្ចឹងណាខ្ញុំក៏ទេទៅគាត់វិញខ្ញុំទេទៅខ្ញុំថាចេះម៉េចផឹកឆ្នាំផឹកអីហើយមានកម្លាំងកំហែងស្រួលបួលដែរបាននិយាយទូរស័ព្ទមួយសង្សារខ្លាំងម៉េចប្រយ័ត្នខ្យល់ចាប់ងាប់ណាខ្ញុំថាអញ្ចឹងហើយដល់ពេលហើយគាត់ថាអត់ទេងុយដេកចាស់បានហើយឈប់ហើយងុយដេកចាស់គាត់និយាយចឹងគាត់និយាយថាងុយដេកហើយតាំងពីណានោះមកខ្ញុំក៏អត់ពាក់ព័ន្ធទេប៉ុន្តែខ្ញុំចាំសម្ដីគាត់ថាព្រឹកឡើងទិញគ្រាប់ស្គរឲ្យគាត់សែនផងពេលព្រឹកឡើងទិញគ្រាប់ស្គរមកខ្ញុំយកទៅសែនដល់ពេលហើយខ្ញុំក្រោកឡើងពួកខ្ញុំទៅសែននៅកន្លែងចំរៀងផ្ទះធំដែលថែអាសាក្នុងផ្ទះហ្នឹងណាហើយខ្ញុំក៏ចាំមើលចឹងហេតុអីឲ្យខ្ញុំទិញគ្រាប់ស្គរហេតុអីបានអត់ឃើញក្រោកចឹងខ្ញុំក៏រៀងគោះទ្វារដែរព្រោះគេជាមនុស្សប្រុសខ្ញុំអត់រៀងគោះទ្វារទេខ្ញុំថាខ្ញុំអត់គោះទ្វារអញ្ចឹងខ្ញុំជិលខ្ញុំទៅធ្វើការព្រោះខ្ញុំប្រញាប់ទៅហាងផងខ្ញុំសែននៅហាងនៅទៀតខ្ញុំក៏ជិះកង់ចាញ់ទៅហ្នឹងទៅម្សិលមិញដល់ពេលមកវិញព្រឹកមិញខ្ញុំទៅធ្វើការហ្នឹងមុនទៅធ្វើការខ្ញុំបើកទូរស័ព្ទខ្ញុំនឹងស្ដាប់លោកទេសណាស្ដាប់លោកទេសសូត្រធម៌នៅក្រៅហើយដល់ពេលហើយម៉ោង3ហ្នឹង
នេះខ្ញុំទៅមកបងពី10កន្លះហាងចប់នេះ បាទ มันខ្ញុំមកសង្ស័យក៏អត់បើកទ្វារ គឺ ណា គឺ គួរ គាត់ទៅភាពបែបហ្នឹងហ្មង ណាគួរទ្វារហេងបើកទ្វារខ្ញុំសង្ស័យចុះហេតុអីបើអត់បើកទ្វារពួកខ្ញុំអើតអាចន្លោះប្អួយប៉ុណ្នេះចន្លោះវះទ្វារហ្នឹងខ្ញុំអើតមើលទៅខ្ញុំឃើញពោះគាត់ហ្នឹងរៀងប៉ោងអីនៅកន្លែងពោះហ្នឹងហើយអើតមើលទៅផ្លឹកហ្មង មានឈាមមានអីទេលោកយាយ ឈាមហ្នឹងតែមិនឃើញហូរពេលដែលក្តាប់ថ្ងៃក្តៅហ្នឹងទេវាចាប់ដើមធំខ្លាំងហូរឈាមដើម បាទ ពេលថ្ងៃក្តៅមុនអត់អីទេ អរគុណលោកយាយ បាទអរគុណ វិញសូមបញ្ជាក់តិចគាត់តែងមានស្ថានភាពខុសប្លែកដូចជាគាត់មិននិយាយស្ដីគឺគាត់មានការសង្កេតសញ្ញាអីទេរយៈពេលប្រហែលខែចុងក្រោយនេះ ពេលអត់គាត់អត់មានសង្កត់សង្កាត់អីទេគាត់ទៅធ្វើការធម្មតាខ្ញុំថាគាត់សម្រាប់2ថ្ងៃហ្នឹងខ្ញុំ2ថ្ងៃហ្នឹងដែលគាត់សម្រាប់ហ្នឹង បាទ អញ្ចឹងតែប៉ុណ្ណឹងហើយខ្ញុំចេះសួរ គាត់មានឈ្មោះដែរនៅស្រុកបណ្ដានៅខាងណាដែរ ខ្ញុំអត់ដឹងតែដឹងតែគេហៅហ្នឹងពូហេងហៅហ្នឹងហៅពូហេងអញ្ចឹងខ្ញុំក៏ប្រាប់គាត់ថាខ្ញុំឲ្យខ្ញុំមកពីធ្វើការវិញខ្ញុំជួបគាត់ខ្ញុំសួរពូហេងអត់ធ្វើការអត់ស្រួលខ្លួនទេគាត់និយាយអាយុ36នេះគាត់លេខទូរស័ព្ទទុកឲ្យខ្ញុំហើយគាត់អាយុទុកឲ្យខ្ញុំទៀត អរគុណលោកយាយអរគុណណា អរគុណប្រិមត្តទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនាដល់ការផ្សាយគណៈពេលនេះខ្ញុំបានសំណាងសូមអរគុណសូមគោរពលា ផលិតផលថ្មីរបស់ JBL ឆ្នាំ2025បានមកដល់ហើយ JBL Charge 6 JBL Flip 7 និង JBL Party Box Encore 2លោកអ្នកអាចស្វែងរកផលិតផលថ្មីទាំងនេះបាននៅគ្រប់បណ្ដាសាខា Nano Sound ទូទាំងប្រទេសឬបញ្ជាទិញតាមរយៈ App NTH Mall Ycam អ៊ីនធឺណិតជំរើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ